បាទសួស្តីបងប្អូនជាកសិករថ្ងៃនេះគឺខ្ញុំមកធ្វើការបាញ់ថ្នាំដលងមីគឺថ្នាំស្មៅហើយគឺជាការបងប្រុសសម្បូរស្មៅខ្លាំងមែនតើហើយមានប្រភេទស្មៅជើងក្រាស់វអីហ្នឹងគឺផ្សេងហើយសម្រាប់ចការគាត់នេះគឺខ្ញុំបានធ្វើការសាក់លបងបាញ់នៅប្រភេទថ្នាំសម្រាប់ស្មៅ48ដែលមានធាតុសកម្មវាគឺក្លុយផូសេតដែលវាអាចសម្លាប់បានស្មៅគ្រប់ប្រភេទទាំងអស់នៅក្នុងចការដលងមកគាត់ណាហើយចការដលងរបស់បងប្រុសឆ្នាំហ្នឹងគឺគាត់ដាំទៅដល់សូវបានល្អទេដោយសារឆ្នាំនេះគឺវាជួបបញ្ហារាំងចឹងដើមដលងដែលបងប្រុសយកមកដាំវាអត់សូវបានល្អរៀងខ្សោយចឹងណាចឹងវាធ្វើឲ្យបាត់ដើមខ្លះតែអត់ជាបញ្ហាទេបងប្រុសគាត់នៅតែព្យាយាមថែណាហើយការបាញ់ថ្នាំទៅលើថ្នាំស្មៅទៅលើដលងហ្នឹងគឺវាហត់មែនតើវាត្រូវការចំណាយពេលដូចបងប្រុសបាញ់ចឹងគឺគាត់បាញ់មួយនឹងឯងបាទគឺអត់បាញ់អត់សូវទៅមុខទេអត់ដូចពោតទេណាបាទអញ្ចឹងសម្រាប់អ្នកចការគឺធ្វើទៅគឺមានផលបាក់ខ្លាំងមែនតើហើយសង្ឃឹមថាពេលដែលថែទាំហើយចំណាយហើយដល់រដូវក្នុងការប្រមូលផលសង្ឃឹមថាតម្លៃបានល្អអញ្ចឹងណាបាទអញ្ចឹងអ្នកចការយើងគឺមានតែប៉ុណ្្នឹងឯងបាទត្រូវជួបមុខនឹងការខាត់បងគ្រប់ពេលវេលាទាំងអស់ហ្នឹងអញ្ចឹងសូមឲ្យតម្លៃពេលដែលប្រមូលផលបានតម្លៃល្អទៅពួកគាត់អាចទទួលបានប្រាក់កម្រៃចំណេញខ្លះពីការធ្វើចការរបស់ពួកគាត់អញ្ចឹងណា